ស្ងោរជ្រក់ត្រីរសជាតិរបស់គេហ្នឹងមិនតែអន់អីញ៉ាំជាមួយនឹងបាយក្តៅដាក់ជាមួយទឹកត្រីម្ទេសឬក៏ញិចម្ទេសចូលចានសម្លណានិយាយពីថារសជាតិឆ្ងាញ់ណាញ៉ាំជុំគ្រួសារ4 5នាក់ណាហើយមុខមុខនេះក៏មិនជាប្របាក់ក្នុងការចម្អិនដែរបងប្អូនយើងបាទគឺយើងមានត្រីមួយក្បាលពីរក្បាលជ្រើសរើសត្រីទៅតាមចំណូលចិត្តបងប្អូនណាហើយបើសិនជាបងប្អូនស្គាល់ឈ្មោះត្រីនេះចាំជួយប្រាប់ខ្ញុំផងនៅខាងខ្ញុំគេហៅថាត្រីប៉ោងឬក៏ត្រីផ្សេងឬក៏ត្រីត្រសក់អីចឹងទៅបងប្អូនហ្នឹងខ្ញុំអត់ច្បាស់ដែរបើសិនជាបងប្អូនស្គាល់ឈ្មោះត្រីនេះច្បាស់ចាំជួយខ្សឹបប្រាប់ខ្ញុំផងណាហើយសម្រាប់គ្រឿងផ្សំស្ងោរជ្រក់ត្រីរបស់យើងគឺដូចដល់បងប្អូនឃើញក្នុងវីដេអូអញ្ចឹងណាបងប្អូនយើងមានបន្ថែមជាមួយផ្សិតចំបើងបើសិនជាបងប្អូនរកទិញផ្សិតចំបើងមិនបានដាក់ជាមួយផ្សិតផ្សិតរីកហ្នឹងបងប្អូនណាបាទខ្ញុំមិនសូវស្គាល់ឈ្មោះផ្សិតហ្នឹងដែរយើងមានជាមួយនឹងខ្ទឹមបារាំងបន្ទាប់ពីនេះយើងមានគ្រឿងកាត់ឆ្អាបរបស់យើងមានដេងខ្ទឹមសគល់ក្រេល្ក្រួយសើចអញ្ចឹងណាអញ្ចឹងបន្ទាប់ពីយើងដាំទឹកបានពុះហើយយើងដាក់បងគ្រឿងទេសរបស់យើងចូលមកបន្ទាប់មកដាក់ជាមួយដុំស៊ុបបាទមានជាមួយនឹងប៊ីចេងបងប្អូនណាសម្រាប់ចំណូលចិត្តខាងខ្ញុំគឺតែងតែដាក់បាយបងប្អូនណាដាក់បាយជាមួយនឹងស្ងោរជ្រក់ត្រីរបស់យើងបើសិនជាបងប្អូនដាក់អង្គវាប្រើពេលយូរបន្តិចណាអញ្ចឹងបន្ទាប់ពីយើងដាក់បាយបាទមកល្មមហើយយើងធ្វើការដាក់ជាមួយនឹងត្រីរបស់យើងចូលមកស្ងោរជ្រក់តែម្ដងអញ្ចឹងរងចាំឲ្យបាទសម្លស្ងោរជ្រក់របស់យើងណាសម្លស្ងោរជ្រក់រងចាំឲ្យមួយអំពុះទៅឬក៏ពីរអំពុះនិយាយទៅមើលតាមឆ្អិនត្រីរបស់យើងបងប្អូនយើងបាទមើលតាមឆ្អិនត្រីរបស់យើងទៅព្រោះថាស្ងោរជ្រក់មិនជាយូរទេយើងគ្រាន់ដាក់ត្រីចូលហើយយើងឃើញថាត្រីរបស់យើងឆ្អិនហើយចាប់ដើមដាក់ជាមួយនឹងបន្លែរបស់យើងអានេះគេហៅបន្លែឬក៏គ្រឿងបន្ថែមបងប្អូនបាទមានផ្សិតមានជាមួយខ្ទឹមបារាំងអញ្ចឹងណាបាទគេហៅបន្លែក៏បន្លែទៅបើហៅមិនមែនបន្លែក៏មិនដឹងយ៉ាងម៉េចទេនេះដាក់ជាមួយផ្សិតដាក់ជាមួយខ្ទឹមបារាំងរបស់យើងមកឲ្យរងចាំមកអំពុះទៅដើម្បីឲ្យបន្លែរបស់យើងនេះបន្លែទៀតដើម្បីឲ្យផ្សិតចំបើងក៏ដូចជាខ្ទឹមបារាំងរបស់យើងបានឆ្អិនណាហើយចំពោះស្ងោរជ្រក់របស់យើងនេះគឺមិនដាក់ស្ករទេបងប្អូនណាដោយសារតែជាតិផ្អែមវាចេញពីខ្ទឹមបារាំងរបស់យើងហើយអញ្ចឹងណាឃើញថានៅពេលដែលបានមកអំពុះឬក៏រងចាំឲ្យឆ្អិនជាមួយនឹងមុខម្ហូបរបស់យើងណានៅក្នុងការស្ងោរបើសិនជាមានកំតិកំទាយើងធ្វើការដួសពពុះអីមិនស្អាតចេញទៅចឹងស្ងោរជ្រក់របស់យើងគឺឆ្អិនចប់សពគ្រប់ហើយបងណាបាទភ្លក់ទៅលើរសជាតិសិនទៅថាតើរសជាតិស្ងោរជ្រក់យើងនឹងត្រឹមត្រូវតាមការចូលចិត្តហើយនៅបើសិនជាត្រឹមត្រូវហើយយើងបង់ជាមួយជីរបស់យើងណាមានជីនឹងវល់មានជីអាណាមានលក្ទឹមដាក់លាយគ្នាមកដើម្បីកាត់ក្លិនឆ្អាបរបស់ត្រីរបស់យើងខ្លះក៏ដូចជាបង្កើតក្លិនឈ្ងុយមកលើស្ងោរជ្រក់ត្រីរបស់យើងនេះឯងចឹងស្ងោរជ្រក់ត្រីរបស់យើងបន្ទាប់ពីយើងរៀបចំគ្រឿងផ្សំរៀបរយហើយគឺចប់សពគ្រប់ហើយស្ងោរតាមមួយផ្លែហ្នឹងគឺឆ្អិនបានញ៉ាំជុំគ្រួសារតែម្ដងចឹងវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរអធិស្ឋានបើសិនជាការអធិប្បាយមានការលើសលុបខ្វះខាតចូលចិត្តវីដេអូនេះកុំភ្លេចជួយចុច follow ម្នាក់មួយផងបងប្អូនយើងដើម្បីទទួលបានវីដេអូថ្មីជាបន្តទៀតអញ្ចឹងពីខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនណាបើសិនជាស្គាល់ឈ្មោះត្រីនេះកុំភ្លេចជួយ subscribe ខ្ញុំផងថាតើគេហៅឈ្មោះអីអរគុណច្រើនជម្រាបលាជួបគ្នាវីដេអូក្រោយបាយបាយ